ប្រាយុទ្ធសាលមែនទេអេប្រយ័ត្នលោកមិនអីទេស្មាពិតជាសាហាវខ្លាំងណាស់បាទថ្មត្រូវលោកច្បាស់ជាឈឺខ្លាំងមិនខានតើនឹងជាមនុស្សខ្ញុំសុំស្បត់ខ្ញុំគ្មានបំណងគេចំណេញលើលោកទេតើនឹងជាណាខ្ញុំឈ្មោះលីឈិនជាមកពីប៉ាជីងអ៊ីននៅលើភ្នំអ៊ីហ្វាងខ្ញុំសួរឈ្មោះលោកបានទេបាយជាវសឺលោកបាយអរគុណដែលថ្ងៃនេះបានជួយខ្ញុំមិញនេះគឺខ្ញុំខ្លាចស្វាយមួយក្បាលនោះធ្វើបាបលោកសូមអធិស្ឋានខ្ញុំផងអ្នកត្រូវនិយាយប្រាប់ខ្ញុំតែប៉ុណ្្នឹងទេថាម៉េចហ្នឹងខ្ញុំយល់ហើយខ្ញុំនឹងទទួលខុសត្រូវចំពោះលោកទទួលខុសត្រូវរងចាំថ្ងៃមួយទៅស្អែកខ្ញុំនឹងមករកលោកណាលីឈិញយេនៅក្នុងលោកនេះអ្នកសាប់គ្រប់គ្រងមេដីប៉ាជីងអ៊ីនខ្លាំងលើប៉ាទាំងឡាយខ្ញុំឈ្មោះលីឈិញយេខ្ញុំបានចូលប៉ានេះកាលពី11ឆ្នាំមុនប៉ុន្តែខ្ញុំនៅតែជាអ្នកយន្តទ្វារគ្មានឈ្មោះសិភៅរឿងអំណាចថាឲ្យតែយើងរឹងមាំថ្ងៃណាមួយវាសនាយើងនឹងផ្លាស់ប្ដូរខ្ញុំជឿថាថ្ងៃណាមួយខ្ញុំនឹងឡើងមកដល់មោទនភាពរបស់ប៉ានឹងឡើងដើរតួជាអ្នករៀបរងក្នុងរឿងផ្សេងទៀតហើយស្អែកត្រូវក្រោកពីព្រលឹមមហិតឯងគឺជាសិស្សសំណប់របស់យើងនិងជាប្រធានសិស្ស3000នាក់ទៀតប៉ាជីងអ៊ីនបានចម្រាច់ធនធានដើម្បីបណ្ដុះឯងឲ្យខ្លាចជាមេប៉ាថ្មីឯងមិនយកចិត្តទុកដាក់រៀនសូត្របែរជាសែបគប់ជាមួយនឹងពួកបិសាចនិងស្រឡាញ់បិសាចនៅក្នុងប៉ាអ៊ីនលៀងទៅវិញឯងមានដឹកកំហុសដែរទេខ្ញុំមិនបានធ្វើខុសទេសិស្សនឹងងើសាច់បងមីងមើងឈូបានសែបគប់ជាមួយនឹងប៉ាបិសាចនិងបានល្មើសវិន័យប៉ាថ្ងៃនេះយើងនឹងបណ្ដេញគេចេញពីប៉ារបស់យើងសាច់បងលោកគិតថាសាច់បងមីងបានសែបគប់ជាមួយស្រីបិសាចមែនទេកុំចូលចិត្តចេះដឹងរឿងរបស់គេគិតតែព្យាយាមទ្វារទៅអូ